តើសហរដ្ឋអាមេរិកចេះលុយច្រានកម្រិតណាសម្រាប់ប្រតិបត្តិការ24ម៉ោងវាយប្រហារសន្ធុបទៅលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026នេះបានបង្ហាញនូវការវិភាគយ៉ាងស៊ីជម្រៅអំពីទំហំទឹកប្រាក់ដែលសហរដ្ឋអាមេរិកបានចំណាយក្នុងយុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់តាមការប៉ាន់ប្រមាណបន្ទុកចំណាយប្រចាំថ្ងៃអាចមានចំនួនរហូតដល់ទៅ$6.5 លានសហរដ្ឋអាមេរិកជាមធ្យមប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រតិបត្តិការទ្រង់ទ្រាយធំដែលមានឈ្មោះថា Epic Fury ដោយចាប់ផ្ដើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនត្រូវបានគេរាយការណ៍ថាបានចំណាយថវិការហូតដល់ទៅ$779 លានសហរដ្ឋអាមេរិកត្រឹមតែក្នុងរយៈពេល24ម៉ោងប៉ុណ្ណោះលោក Christopher Person អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីមជ្ឈមណ្ឌល Stimson Center បានមានប្រសាសន៍ប្រាប់ Al Jazeera ថាវាហាក់ដូចជាលឿនពេកក្នុងការវិតម្លៃពិតប្រាកដនៃប្រតិបត្តិការនេះខណៈដែលក្រសួងការពារជាតិអាមេរិក Pentagon មិនទាន់បានបញ្ចេញទិន្នន័យផ្លូវការនៅឡើយទោះជាយ៉ាងណាការប៉ាន់ស្មានគឺផ្អែកលើការចំណាយជាក់ស្ដែងនៃប្រតិបត្តិការតាមកងនាវានិងកងទ័ពអាកាសនាពេលកន្លងមកយោងតាមប្រភពពីសារព័ត៌មាន Anadolu ដែលបានចុះផ្សាយកាលពីថ្ងៃទី1ខែមីនាឆ្នាំ2026កន្លងទៅបានបញ្ជាក់ថាប្រតិបត្តិការ Epic Fury ដែលបានបើកការវិលុកកាលពីថ្ងៃសៅរ៍28កុម្ភៈ2026មានគោលដៅយុទ្ធសាស្ត្រសំខាន់ៗរួមទាំងការវិប្រហារលើមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ផងដែរក្រៅពីការចំណាយលើក្របយុទ្ធភ័ណ្ឌការចល័តទ័ពនិងកងនាវាចម្បាំងជាង10គ្រឿងក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានគេជឿថាបានបន្ថែមបន្ទុកថវិកាចំនួន$630 លានសហរដ្ឋអាមេរិកទៀតលោក Kevin Donegan អតីតប្រធានផ្នែកប្រតិបត្តិការនៃបញ្ជាការដ្ឋានកណ្ដាលរបស់អាមេរិក CENTCOM បានពន្យល់ពីយុទ្ធសាស្ត្រនេះថាគោលដៅរបស់អាមេរិកនិងអ៊ីស្រាអែលនៅពេលនេះគឺកាត់បន្ថយសមត្ថភាពវិបករបស់អ៊ីរ៉ង់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យពួកគេបង្កការខូចខាតបន្ថែមទៀតយើងត្រូវតែបញ្ឈប់ការវាយប្រហារទាំងនេះឬយ៉ាងហោចណាស់កាត់បន្ថយវាឲ្យមកនៅកម្រិតទាបបំផុតយោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី Center for the New American Security CNAS ការដំណើរការកងនាវាផ្ទុះយន្តហោះចម្បាំងដូចជា USS Gerald R. Ford តែមួយក៏ត្រូវចំណាយប្រាក់ប្រមាណជាង$6.5 លានសហរដ្ឋអាមេរិកទៅហើយក្នុងមួយថ្ងៃយោងតាមរបាយការណ៍ពី CENTCOM ប្រតិបត្តិការនេះបានប្រើប្រាស់ប្រព័ន្ធអាវុធទំនើបជាង20ប្រភេទដើម្បីវាយប្រហារគោលដៅជាង1000ទីតាំងក្នុងប្រទេសអ៊ីរ៉ង់រួមមានកងទ័ពអាកាសយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B1 និង B2 Stealth Bomber សម្រាប់កំទេចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរយន្តហោះចម្បាំង S-35 S-22 និង S-15 សម្គាល់យន្តហោះ S-15 ចំនួន3គ្រឿងត្រូវបានបាត់បង់ក្នុងសមរភូមិលើមេឃកាលពីថ្ងៃទី1ខែមីនាប្រព័ន្ធដ្រូននិងមីស៊ីលការប្រើប្រាស់ទុន MQ-9 Reaper និងជាលើកដំបូងនៅដ្រូន Luka ដ្រូនវាយប្រហារតម្លៃទាបរួមជាមួយមីស៊ីល Tomahawk បាញ់ចេញពីនាវាចម្បាំងប្រព័ន្ធការពារដែលនៅការ Patriot និង THAAD ត្រូវបានដាក់ឲ្យដំណើរការពេញសមត្ថភាពដើម្បីស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ខ្ញុំតារាពី All News TV